វាគមន៍មកកាន់តំបន់អេកូទេសចរកោះផ្ដៅសហគមន៍អេកូទេសចរកោះផ្ដៅមិនត្រឹមតែជាតំបន់អេកូទេសចរមួយដែលមិនប្រកាន់រដូវកាលប៉ុណ្ណោះទេប៉ុន្តែវាក៏ជាកន្លែងដែលប្រជាពលរដ្ឋមានជីវិតរស់នៅប្រកបដោយភាពសាមញ្ញដែលបានផ្ដល់នូវបទពិសោធន៍ដ៏កក់ក្ដៅសម្រាប់ភ្ញៀវទេសចរនិងមានសេវាកម្មត្រៀមរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិសហគមន៍អេកូទេសចរកោះផ្ដៅជាសហគមន៍ដែលបានបង្កើតឡើងដើម្បីជួយផ្ដល់មុខរបរមួយទៀតដល់ប្រជាពលរដ្ឋតាមរយៈការកាត់បន្ថយការពឹងផ្អែកលើមុខរបរនេសាទខុសច្បាប់ដោយងាកមកចាប់យកការអភិវឌ្ឍទេសចរដែលផ្ដល់ផលប្រយោជន៍គោលដៅចម្បងនៃគម្រោងនេះគឺការកសាងសមត្ថភាពនិងផ្ដល់អំណាចដល់ប្រជាពលរដ្ឋឲ្យក្លាយជាម្ចាស់ព្រមទាំងជាអ្នកគ្រប់គ្រងលើធនធានធម្មជាតិនិងសកម្មភាពទេសចរនៅក្នុងសហគមន៍ដោយខ្លួនពួកគាត់ផ្ទាល់នៅក្នុងរដូវកាលបៃតងនេះធម្មជាតិនៅសហគមន៍មានភាពស្រស់បំព្រងគួរឲ្យចង់គយគន់ដោយគ្រប់ទីកន្លែងត្រូវបានគ្របដណ្ដប់ដោយពណ៌បៃតងខ្ចីនៃវាលស្រែនិងរុក្ខជាតិដែលដុះលូតលាស់យ៉ាងខៀវស្រងាត់ប្រជាពលរដ្ឋដែលរស់នៅទីនេះប្រកបដោយភាពសាមញ្ញតែពោរពេញដោយក្តីសុខតាមរយៈសកម្មភាពប្រចាំថ្ងៃដូចជាការលក់ដូរចល័តតាមផ្លូវការចិញ្ចឹមសត្វក្នុងគ្រួសារការថែទាំដំណាំបន្លែជុំវិញផ្ទះនិងការធ្វើកសិកម្មបន្លែធម្មជាតិមិនតែប៉ុណ្ណោះសហគមន៍ក៏បានយកចិត្តទុកដាក់ខ្ពស់លើបរិស្ថានដោយបានរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់មានដាក់ធុងសម្រាមតាមផ្លូវនិងមានផ្លាកសញ្ញាអប់រំពីការចោលសម្រាមដើម្បីធានាបាននូវសោភ័ណភាពនិងអនាម័យសម្រាប់អ្នកភូមិនិងភ្ញៀវទេសចរការអភិវឌ្ឍទាំងនេះមិនត្រឹមតែជួយលើកកម្ពស់ជីវភាពសេដ្ឋកិច្ចដល់អ្នកភូមិប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការថែរក្សាធនធានធម្មជាតិនិងបេតិកភណ្ឌវប្បធម៌ឲ្យនៅគង់វង្សរាល់ការមកទស្សនារបស់ភ្ញៀវទេសចរមិនត្រឹមតែជួយលើកកម្ពស់ជីវភាពសេដ្ឋកិច្ចដល់អ្នកភូមិប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការចូលរួមចំណែកដ៏ធំធេងក្នុងការអភិរក្សធនធានធម្មជាតិនិងបេតិកភណ្ឌវប្បធម៌របស់សហគមន៍ឲ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយផងដែរ